បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជួបជាមួយខ្ញុំបាទទៀតដែរពុកម៉ែបងប្អូនខ្ញុំបានមកកំសាន្តតាមព្រៃហើយថ្ងៃនេះគឺខ្ញុំបាទមានឧបនិស្ស័យបានជួបនឹងបញ្ញាក្អែកដើមញោបាទដើមញោព្រៃណាពុកម៉ែបងប្អូនបញ្ញាក្អែកដើមញោព្រៃបាទនេះគឺជាដើមញោបាទដើមញោព្រៃពុកម៉ែបងប្អូនណានេះបាទនេះហើយបាទនេះទៀតបាទហើយបញ្ញាក្អែកដើមញោព្រៃនេះដែរគឺសម្រាប់ខ្ញុំគិតថាកម្រពុកម៉ែបងប្អូនបាទគឺខ្ញុំបាទធ្លាប់ឮចាស់ព្រឹទ្ធាចារ្យបាទគាត់នៅខាងកំពង់ស្ពឺបាទស្រុកភ្នំស្រួចគាត់បានមានប្រសាសន៍ថាបញ្ញាក្អែកដើមញោព្រៃគឺវិសេសវិសាលតែម្ដងពុកម៉ែបងប្អូនណាបាទខ្លាំងមិនចាញ់ស្ដាច់បញ្ញាក្អែកប៉ុន្មានទេពុកម៉ែបងប្អូនបាទគឺគុណប្រយោជន៍គុណសម្បត្តិចាក់ទងនឹងបញ្ញាក្អែកដើមញោព្រៃនេះដែរគឺខ្ញុំបាទបានដឹងតពីចាស់ព្រឹទ្ធាចារ្យគាត់បានមានប្រសាសន៍ថាបញ្ញាក្អែកដើមញោព្រៃនេះគឺខ្លាំងខាងផ្នែកខាងលបែងណាពុកម៉ែបងប្អូនខាងលបែងនឹងខាងស្នេហ៍មហានិយមស្នេហ៍រកស៊ីការពាររារាំងអំពើអាបធ្មប់មុនវិជាខ្មៅហ្នឹងបាទបានផងដែរបាទពិសេសវិសាលណាស់បាទនេះពុកម៉ែបងប្អូនបញ្ញាក្អែកធ្លាក់មកឡើងទាំងកោមបាទគឺមិនសូវធំទេបាទពុកម៉ែបងប្អូនបាទនេះមិនសូវធំទេបាទតែអាចយកទៅគោរពថែសារឬក៏ប្រើបានបាទហើយខ្ញុំបាទមានអីទេណាយើងតែធុក5សរសៃដើម្បីធ្វើកិច្ចបាទកាប់យកបញ្ញាក្អែកដើមញោព្រៃនេះទៅគោរពថែសារគោរពបូជាណានេះដើមនេះมันមានផ្លែពុកបងប្អូនណានេះផ្លែនេះផ្លែតូចនេះបាទនេះផ្លែញោព្រៃបាទនេះបាទអញ្ចឹងខ្ញុំនឹងសូមធ្វើការអនុញ្ញាតឲ្យឡើងទៅធ្វើកិច្ចកាប់យកសិនណាពុកម៉ែបងប្អូនបាទអរគុណបាទពុកម៉ែបងប្អូនឥឡូវនេះគឺខ្ញុំបានធ្វើកិច្ចយករួចរាល់ហើយបាទពុកម៉ែបងប្អូនបាទនេះកំប្លោកមិនសូវជាធំទេណាពុកម៉ែបងប្អូនតែអាចប្រើបានណាពុកម៉ែបងប្អូននេះបាទគឺស្អាតតែម្ដងបាទនេះបាទសាច់ដើមញោព្រៃពុកម៉ែបងប្អូនណាបាទនេះបាទសបកសាច់បែបនេះបាទនេះហើយនេះបញ្ញាក្អែកទុំនៅបាទហើយនេះគឺជាស្លឹកដើមញោព្រៃណាពុកម៉ែបងប្អូនបាទនេះស្លឹកដើមញោព្រៃបាទហើយបញ្ញាក្អែកគឺធ្លាក់មកមិនបញ្ញាក្អែកធ្លាក់មកក្រោមទិញណោកគឺស្អាតមែនទែនពុកម៉ែបងប្អូននេះបាទគឺញាក់សាច់បាទធ្លាក់មកដល់ធ្លាក់ពីចំណុចកំប្លោកមកដល់ក្រោមគឺចង់1ម៉ែត្រជាងឯងពុកម៉ែបងប្អូនបាទនេះញោព្រៃបាទខ្ញុំធ្លាប់តែឮចាស់ព្រឹទ្ធាចារ្យនិងចាស់គាត់ប្រាប់ខ្ញុំតាំងតែពីវ័យកុមារតាំងតែក្មេងបាទណាខ្ញុំតាមរកយូរដែរហើយមិនទាន់បានជួបទេបាទទៅពេលថ្ងៃនេះបានជួបបាទពិតជាសប្បាយចិត្តមែនទែនពុកម៉ែបងប្អូនបាទចឹងខ្ញុំបាទមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនណាអរគុណច្រើនបាទសម្រាប់ការគាំទ្រនិងតាមដានបាទសូមគោរពលា